បាទបងប្អូននេះចៅសៀមមកបងប្អូនចៅសៀមដែលវាចូលឆ្លៀនពៀនទឹកដីខ្មែរហ្នឹងហើយពេលដែលប្រជាជនគាត់រត់ចេញគាត់ខ្លាចក្របផ្លោងក្របបែកទម្លាក់ពីយន្តហោះF16របស់សៀមគាត់ចាក់ចោលផ្ទះហើយអញ្ចឹងមានរបស់របរខ្លះនៅក្នុងផ្ទះគឺសៀមវាខ្វេះខ្វៀលយកអស់ហើយវាអត់ចម្លែកទេដែលសៀមវាធ្វើបែបនេះដោយសារសារបានពូជពងផៅរបស់វានឹងតចំនួនមកតាំងពីដូនតារាប់សិបចំនួនមកនឹងគឺជាជាតិចោលអញ្ចឹងអាសារជាតិចោលនេះវាអត់ចោលក្បួនចោលបងប្អូនឲ្យតែមានស្អីថាមើលទៅតំណងអាចលួចអាចកកាយអីបានហ្នឹងគឺវាលួចខ្វេះកកាយដូចក្នុងនេះសំណាងឯដែលបងប្អូនប្រជាពលរដ្ឋអត់ដាក់អាចអីនៅក្នុងហ្នឹងបើសិនបានអាចអីខ្ចប់ឲ្យស្អាតដាក់នៅក្នុងហ្នឹងឲ្យវាខ្វេះរមើអញ្ចឹងអូមិនដឹងជាល្អលេងមិនទេបងប្អូនបាទដឹងអាសៀមវាសុបាយខ្វេះមិនទៅបាទអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនថាចៅសៀមគឺវាអញ្ចឹងឯងនេះមុខចៅសៀមបងប្អូនសំបីតែតុងជាតិក៏វាដាក់ជាប់ដៃណាឃើញពាក់ផ្លាកទាហានមែនតាមពិតសារជាតិគ្នាជាចៅបងប្អូនដល់ពេលគេឲ្យធ្វើទាហានហ្នឹងវានៅជាប់អាសារជាតិចៅជាប់ខ្លួនមកវានៅតែចៅអញ្ចឹងអាហ្នឹងហើយដែលពូជពងនិស័យសារជាតិជាចៅគឺកែមិនឡើងតែម្ដង